ដឹងអត់ថាការបន្ថែមគ្រាប់ធញ្ញជាតិនៅក្នុងបាយគឺជាវិធីសាស្ត្រមួយដែលថែទាំសុខភាពបានយ៉ាងងាយស្រួលដោយឡែកនៅស្រុកខ្មែរយើងគឺសម្បូរទៅដោយសណ្តែកល្ងនិងគ្រាប់ធញ្ញជាតិដែលងាយស្រួលបន្ថែមនៅក្នុងបាយឲ្យកាន់តែមានឱជារសនិងជួយដល់សុខភាពបានយ៉ាងច្រើនគ្រាន់តែយកសណ្តែកក្រហមសណ្តែកខៀវឬក៏ល្ងដែលយើងអាចរកបានត្រាំទឹកប្រហែលជា2ថ្ងៃនៅក្នុងទូទឹកកកហើយយើងយកមកដាំជាមួយនឹងបាយគ្រាប់ធញ្ញជាតិនឹងមានរសជាតិទន់ហើយឆ្ងាញ់ជាមួយនឹងបាយ វាមិនត្រឹមតែធ្វើឲ្យបាយយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ជាងមុនទេ តែវាថែមទាំងផ្ដល់ថាមពលខ្លាំងទៀតផងបាយគ្រាប់ធញ្ញជាតិបែបនេះល្អខ្លាំងសម្រាប់ក្មេងៗឲ្យលូតលាស់រឹងមាំនិងជួយឲ្យមនុស្សចាស់មានសុខភាពល្អស្រួលសម្រាននិងស្រួលរំលាយអាហារញ៉ាំជាមួយបន្លែស្រស់ៗតាមចំណូលចិត្តគឺពិតជាមានសេចក្តីសុខខ្លាំងណាស់អាហារសាមញ្ញតម្លៃសមរម្យតែជួយឲ្យគ្រួសារយើងមានសុខភាពល្អកុំភ្លេចសាកល្បងទាំងអស់គ្នា អាហារងាយៗដែលខ្ញុំអាសាធ្វើញ៉ាំហើយខ្ញុំក៏ឲ្យប្តីខ្ញុំដែលជាជនជាតិបរទេសហ្នឹងគាត់អាសាញ៉ាំដូចគ្នាដែរ